បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូឃ្លីបរបស់ខ្ញុំថ្ងៃនេះហើយថ្ងៃនេះខ្ញុំចង់បង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាទាក់ទងជាមួយពីរបៀបបង្កើត Gmail ដែលយើងបង្កើតនៅលើទូរស័ព្ទដៃទេបងប្អូនណាហើយបង្កើតងាយៗអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅបង្កើតទាំងអស់គ្នាបងប្អូនអាចចូលទៅក្នុងជ្រុងសម្រាប់ទូរស័ព្ទ Android បើខ្ញុំ iPhone ខ្ញុំចូល browser ហើយបន្ទាប់មកទៀតបងប្អូនបើអត់ចាញ់ដូចខ្ញុំទេបងប្អូនអាចវាយពាក្យ Google សិនមកដើម្បីឲ្យវាឃើញនេះ profile Gmail Google account របស់យើងនឹងមកហើយបន្ទាប់មកបងប្អូនចុចលើ profile ហើយយកពាក្យ show more ដើម្បីយើងបង្កើត account ថ្មីបានយើងចុចពាក្យ add another account មកហើយមកដល់ត្រង់ចំណុចនេះគឺបងប្អូនយើងមិនបាច់យកនឹងទេព្រោះយើងបង្កើតថ្មីយើងយក create account ហើយនេះមាន3ជម្រើសគឺយើងយកជម្រើសទី1មក for my personal use ហើយដល់ចំណុចនេះបងប្អូនត្រូវដាក់ឈ្មោះបងប្អូនខ្ញុំដាក់ឈ្មោះឧទាហរណ៍ឲ្យមើលបងប្អូនអាចដាក់ទៅហើយខាងក្រោមនេះ optional នេះយើងអាចបន្ថែមទៀតទៅខ្ញុំដាក់ KA ហើយបន្តមកទៀតបងប្អូនចុច next ហើយដល់ចំណុចនេះគឺយើងដាក់ថ្ងៃខែnămកំណើតបងប្អូនចឹងបងប្អូនដាក់ទៅកន្លែងនេះឆ្នាំកំណើតហើយមកដល់ខាងក្រោមនេះគឺយើងរើសភេទហើយចឹងកន្លែងហ្នឹងហើយយើងបន្តទៅមុខទៀតបងប្អូនចុច next មកដល់ចំណុចនេះគឺ Gmail របស់យើងក្រុមហ៊ុនគេ recommend ឲ្យយើងមាន2ជម្រើសខ្ញុំយកទី1យើងចាប់បង្កើតខ្លួនឯងក៏បានដែរបងប្អូនចុចក្រោមមកខ្ញុំ screenshot ទុកមួយសិនហើយបន្តមកទៀតយើងចុច next ដល់ចំណុចនេះគឺយើងបំពេញ password គឺយើងដាក់ password មកខ្ញុំយក password គេហើយខ្ញុំកែទៅកតុយតិចមកខ្ញុំចូលកែកតុយដាក់ខុសតែមួយលេខ2លេខមកព្រោះខ្ញុំឧទាហរណ៍អញ្ចឹងបងប្អូនអាចដាក់ជា password ខ្លួនឯងក៏បានដែរមិនបាច់យក password គេទេខ្ញុំកែដាក់លេខ7ហើយបន្ទាប់មកយើងចុច next ដល់ចំណុចនេះបងប្អូនរកយក not now សិនទៅយើង not now ហើយបងប្អូនចុច skip អញ្ចឹងយើងបាន Gmail យើងចុច next មកហើយបងប្អូន scroll មកក្រោមមកបងប្អូន scroll មកហើយយើងឃើញពាក្យ I agree បងប្អូនចុចនៅនឹងមកណារួចរាល់ហើយយើងបាន Gmail មួយពី profile Gmail របស់យើងបងប្អូនចុចពាក្យនេះមកចឹងយើងបាន Gmail ហើយបងប្អូននេះ Gmail របស់យើងហើយ password យើង screenshot មិញហ្នឹងអញ្ចឹងបើសិនជាយើងចង់យក Gmail ហ្នឹងទៅប្រើការយើង login ទៅយើងចូល Gmail ហើយ password យើងមកយើងទៅ login ចូលGoogle ឬក៏ YouTube ណាមួយមកដើម្បីយើងប្រើប្រាស់វាបានអរគុណ